ជាប់ពន្ធនាគារដោយសារឲ្យគេខ្ចីលុយព្រោះតែឆាតទារលុយតាម Facebook ខេត្តសៀមរាបលោកស្រីចិនស្រីដាមានទីលំនៅក្រុងសៀមរាបត្រូវបានចៅក្រមជំនុំជម្រះសាលាដំបងខេត្តសៀមរាបចេញដីកាចោទនិងដាក់ពន្ធនាគារកំណត់រយៈពេល2ឆ្នាំពីបទគំរាមកំហែងហែកគេដែលប្រព្រឹត្តនៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃទី18ខែកុម្ភៈឆ្នាំ2024និងកាលពីអំឡុងខែមីនាឆ្នាំ2024ពីបណ្ដឹងរបស់ដើមចោទចុះថ្ងៃទី22ខែមីនាឆ្នាំ2024បានបញ្ជាក់ថានៅថ្ងៃទី18ខែកុម្ភៈឆ្នាំ2024ឈ្មោះចិនស្រីដាបានប្រើប្រាស់គណនី Facebook របស់គាត់ឈ្មោះវីដាឆានមកគំរាមថាមិនហើយបងលុយបំណុលដែលប្រពន្ធបងជំពាក់ខ្ញុំនឹងដោះស្រាយសងឲ្យខ្ញុំនឹងមិនសងទេបើមិនដោះកិច្ចវេះមិនសងឲ្យខ្ញុំដឹងមួយម៉ាត់ស្រួលខ្ញុំដាក់ពីបណ្ដឹងហើយឲ្យសារព័ត៌មានរកដំណោះស្រាយតាមយុត្តិធម៌ឲ្យខ្ញុំនឹងបន្តផ្ញើសារទៀតថាខ្ញុំមានទាំងសម្លេងនិយាយទូរស័ព្ទប្រពន្ធបងវាខ្ចីលុយខ្ញុំបង្គ្រប់ឲ្យប្តីឡើងផ្កាយមួយទៀតបងបើបងនិងប្រពន្ធបងមិនព្រមដោះស្រាយរឿងលុយឲ្យខ្ញុំទេខ្ញុំដាក់ពីបណ្ដឹងហើយផ្ញើសម្លេងឲ្យអ្នកសារព័ត៌មានជួយចុះផ្សាយពីរឿងប្រពន្ធលុបផ្កាយមួយខេត្តបន្ទាយមានជ័យខ្ចីលុយគេឲ្យប្តីឡើងផ្កាយហើយកិច្ចវេះមិនសងមិនចេញមកដោះស្រាយគឺអាចនឹងល្បីខ្លាំងណាបងនេះជាសំណេររបស់លោកស្រីចិនស្រីដាបានប្រើប្រាស់គណនី Facebook របស់គាត់ឈ្មោះវីដាឆាតទៅខាងប្តីដែលប្រពន្ធជំពាក់លុយហើយត្រូវប្តីខាងជំពាក់នោះប្តឹងទៅតុលាការដីការបស់ចៅក្រមជំនុំជម្រះចុះថ្ងៃទី18ខែកុម្ភៈឆ្នាំ2025ហើយត្រូវបានសមាជិកឃាត់ខ្លួននៅថ្ងៃទី4ខែមេសាឆ្នាំ2025នៅភូមិសាស្ត្រស្រុកក្រឡាញ់ខេត្តសៀមរាបទោះជាយ៉ាងណាក្រុមគ្រួសារលោកស្រីចិនស្រីដាសង្ឃឹមថាសាលាដំបងខេត្តសៀមរាបនឹងផ្ដល់យុត្តិធម៌ជូនដល់លោកស្រីចិនស្រីដាជាជាពុំខានឡើយសូមជម្រាបផងដែរថាតែទងព័ត៌មានមួយចំនួនដែលបានផ្សាយថាចាប់ខ្លួនស្ត្រីមេតុងទីនម្នាក់នៅខេត្តសៀមរាបជាព័ត៌មានមិនពិតនោះទេដើមហេតុគឺរឿងឆាតតាម Facebook ទៅប្តីដែលប្រពន្ធអ្នកជំពាក់លុយដូច្នេះសូមមហាជនសូមកុំមានការយល់ច្រឡំពាក់ព័ន្ធជាមួយនឹងរឿងតុងទីនហើយក៏មិនបានស៊ីកម្លាំងញើឈាមអ្នកណាឬបោកប្រាស់គេនោះទេ